ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកបុកទឹកគ្រឿងបែបអ្នកបាត់ដំបងមកដោយសារតែខ្ញុំនេះជាអ្នកបាត់ដំបងអញ្ចឹងណាអញ្ចឹងហើយខ្ញុំក៏ចេះបុកទឹកគ្រឿងបែបអ្នកបាត់ដំបងនឹងបើសិនណាតែបងប្អូនចេះបុកទឹកគ្រឿងបែបប្លែកអីជួយខមមិនប្រាប់ចំពោះបុកទឹកគ្រឿងខាត់ខ្ញុំនេះដែរគឺយើងលីងត្រប់ញងលីងខ្ទឹមហើយនឹងលីងម្ទេសចំណែកឯម្ទេសនេះគឺខ្ញុំដាក់មួយសំណំក្រាន់ដែរនេះឯងប្រហែលជា4ដល់20គ្រាប់អីដែរតែគ្រូសារបស់ខ្ញុំនេះគឺថាចំណូលម្ទេសទាំងអស់គ្នាដាក់ម្ទេសតិចគឺថាផ្សំបន្តទៀតគឺយើងមានសណ្តែកដីទឹកប្រហុកហើយជាមួយនឹងដេញណាត្រីឆ្អើបងប្អូនត្រីឆ្អើដែងក៏បានត្រីឆ្អើរ៉ោះក៏បានត្រីឆ្អើឥឡូវយើងមកធ្វើការបុកវាទៅនេះបុកល្មមបងប្អូនចង់ល្អិតបន្តិចក៏បានហើយឬក៏ចង់ដុំៗឯក៏បានដែរបើសម្រាប់ខ្ញុំចង់លក្ខណៈបែបដុំនេះប៉ុណ្ណេះឯងបើចំណែកអ្នកស្រុកផ្សេងគេហៅថាបុកទឹកគ្រឿងតែបើចំណែកអ្នកខាងស្រុកខ្ញុំវិញគេហៅថាបុកព្រឹកព្រោះអីបុកព្រឹកនេះវាមានបន្ថែមត្រប់ញងត្រប់អីចឹងណាបើថាបុកទឹកគ្រឿងបែបអ្នកស្រុកពេញឬមួយក៏អ្នកស្រុកអីផ្សេងអានោះគេដាក់ត្រីស្រស់ហើយគេដាក់គេលីងតែម្ទេសហើយនឹងខ្ទឹមអីទេបើចំណែកផ្លែស្រុកបាត់ដំបងខ្ញុំវិញដាក់ត្រប់ញងឥឡូវគឺថាយើងបុកវារៀងល្អិតបន្តិចហើយខ្ញុំក៏ដាក់នៅសណ្តែកដីចូលសណ្តែកដីនេះគឺថាបងប្អូនចំណូលប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅសម្រាប់ខ្ញុំមកល្មមបានហើយថាបុកប៉ុណ្ណេះបងប្អូនអើយនឹកគិតដល់បន្លែស្រស់អូយបន្លែបុកទឹកគ្រឿងខ្ញុំនេះគឺថាមិនចេះរើសបន្លែទេផ្ទាប់ជាមួយស្អីក៏ឆ្ងាញ់ដែរនេះមិនថាបន្លែស្រស់បន្លែស្រស់គឺត្រូវទាំងអស់វល់តែអធិប្បាយរឿងបន្លែហ្នឹងភ្លេចប្រាប់បងប្អូនដាក់ត្រីឆ្អើចូលបារាយនឹងឯងដាក់ត្រីឆ្អើដាក់សណ្តែកដីអីហ្នឹងឯងហើយបើម្ទេសវិញគឺថាឡើងក្រហមឆ្អិនឆ្អៅដាក់មកតំណងបដ ឥឡូវហើយខ្ញុំបុករួចហើយគឺខ្ញុំចាប់ផ្ដើមដាក់នៅស្ករបន្តិចប៊ីចេងបន្តិចជាមួយនឹងទឹកប្រហុកដែលយើងបានស្ងោរវាស្រង់យកឆ្អឹងយកអីចេញណាហើយធ្វើការភ្លក់វាទៅមកល្មមចូលចិត្តបណ្ណាអីបណ្ណៃអីចឹងហើយកុំភ្លេចច្បាច់ក្រូចឆ្មាដាក់ផងខ្ញុំត្រង់ចំណុចដែលដាក់ក្រូចឆ្មានេះគឺថាខ្ញុំអត់បានថតនេះឯងអ្នកផលិតវីដេអូនេះគឺថាភ្លេចមុខភ្លេចក្រោយនេះមិនដឹងថាស្អីទៅស្អីទេវល់រំតបានវីដេអូមួយហើយណាមួយទៀតកូនក៏វិយមនៅចិត្តខ្លួនទៀតធ្វើអីក៏មិនស្រួលនេះឯងអ្នកមានកូនមិនស្រួលទេបងប្អូនហើយកុំថាឡើយតើឯណាមកណៃសម្បីតែយើងនៅផ្ទះហ្នឹងក៏មិនស្រួលដែរគឺថាចង់ថតវីដេអូឲ្យវាមានក្តីសុខហ្នឹងគឺថាมันស្រួលដែរឥឡូវយើងដាក់គ្រឿងផ្សំរួចរាល់ហើយយើងបន្ថែមនៅទឹកសយើងធម្មតាហ្នឹងណាទឹកសុទ្ធយើងហ្នឹងណាយើងបន្ថែមវាបន្តិចទៅដើម្បីកុំឲ្យវាប្រៃអីចឹងណាខ្ញុំភ្លក់ទៅវារាងប្រៃចឹងហើយខ្ញុំក៏បន្ថែមទឹកបន្តិចទៅហើយខ្ញុំក៏ធ្វើការស្រោះបន្លែនេះបន្លែរបស់ខ្ញុំមានអីច្រើនទេយប់ហើយនេះមានតែស្អំជាមួយនឹងស្ពៃក្តោបហើយយប់បន្តិចនេះគឺខ្ញុំមានបន្លែផ្អែមណែម្ដាយរបស់ខ្ញុំក៏បេះមកពីចកាមកហ្នឹងណាខ្ញុំក៏បានស្រោះវាបន្ថែមតែអត់បានថតទេដោយសារតែយប់ហើយនេះឯងកូនញ៉ៃពេកទៅក៏មិនបានថតចាឯងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះឯងបងប្អូនទាំងអស់គ្នាដែលបានទស្សនាកុំភ្លេចជួយចុច like ហើយនឹងជួយ follow ម្នាក់មួយផងអរគុណច្រើនជម្រាបលា